ទូការវែកញែកខ្លាំងមែនទែននៅលើបណ្ដាញសង្គមដោយតារាទីតុកសុកលីននឹងក្តៅស្លឹកត្រចៀកត្រូវគេរិះគន់ថាទោះជាប្រាក់ខែ$5,000ក៏ចាយមិនគ្រប់ដែរមកពីការសម្ភាសខ្លាំងពេកបន្ទាប់ពីល្បីរឿងប្រាក់ខែ$500កុំទាន់យកប្រពន្ធមហាជនផ្ទុះការវែកញែកបាច់ផ្សាយដោយតារាទីតុកសុកលីនបាននិយាយថាប្រាក់ខែតែ$500កុំទាន់យកប្រពន្ធត្រូវចំណាយច្រើនក្នុងគ្រួសារត្រូវបានមហាជនរិះគន់យ៉ាងគំហុកថាអញ្ចឹងបានប្តីលែងចោលសម្ដីដូចយកមេឃមកទ្របគូតអញ្ចឹងខមមិនមហាជនមួយទៀតថាចាយប្រុងចាយលុយប្រុសឲ្យងាប់ទៅមែនប្តីប្រពន្ធគេចេះជួយគ្នាទៅវិញទៅមកចឹងបានសល់ទោះជាយ៉ាងណាមតិរិះគន់មិនបានធ្វើឲ្យសុកលីនប្រតិកម្មតបតនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យសុកលីនទ្រាំមិនបាននោះគឺត្រង់ថាប្រាក់ខែ$5,000ក៏ចាយមិនគ្រប់ដោយសារតែសុកលីនកែសម្ផស្សខ្លាំងពេកនៅក្នុងនោះផងដែរគេក៏បានឃើញមានមតិវែកញែករបស់មហាជនភ្លុកទឹកភ្លុកដីស្រាប់តែអ្នកនាងទីនីនបានចេញសារយ៉ាងខ្លីមួយការពារសុកលីនថាមានកូនទៅដឹងហើយថាវាយ៉ាងម៉េចគេមានបាននិយាយខុសត្រង់ណាថៃក្រោយមកក៏មានមតិខ្លះស្របថាទាំងយើងទាំងគេជំពាក់បំណុលគេហើយមានកូនទៀតគឺចាយមិនគ្រប់បើប្រពន្ធមានការងារប្រាក់ខែ4-500អាចទប់ការចំណាយបានខ្លះយកគេមកធ្វើអីបើយកគេឲ្យមើលលំបាកជាមួយយើងដដែលកុំយកគេមកអីល្អជាង